ដើម្បីបញ្ជាក់ពីបេសកកម្មរបស់មិត្តស្រីរបស់គាត់បានលោតចេញពីប្រទេសប្រេស៊ីលដោយផ្ទាល់អ៊ីមែលរបស់កូនរបស់គាត់បាននិយាយថានេះជាអតីតកាលបន្ទាប់មកមានអ្វីមួយដូចជាភ្លៀងធ្លាក់ហើយនៅពេលនោះខ្ញុំមានអារម្មណ៍ថាក្រពះរបស់ខ្ញុំឈឺខ្លាំងណាស់គាត់ពិតជាមិនមែនជាមនុស្សទេហើយរឿងទាំងអស់នេះបានកើតចេញពីថ្ងៃដំបូងនៃការសិក្សាថ្មីនេះប្រទេសនេះបានចែកចាយរឿងកំប្លែងអំពីសត្វវិញ្ញាណដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងថ្នាក់ដោយផ្អែកលើថ្នាក់ដោយមិនស្ទាក់ស្ទើរខ្ញុំបានរៀនវាឬទៅតូបលក់អាហារដោយផ្ទាល់ប្រសិនបើវាម៉ោង4ខ្ញុំនឹងរើបានចាត់តាំងឲ្យទៅស្ថានភាពពិតនៅហ្វូជៀនសម្ភារៈមានភាពចម្លែកជាងហើយរង្វាន់របៀបគឺសមស្របជាងសត្វរ៉ាខូនបានទៅចំណុចចាក់ម្ជុលហើយចែករំលែកអំណាចអរូបីពីកំណើតរបស់វាយូហ៊ានមិនចូលចិត្តសត្វសាហាវនៅក្នុងផ្កាទេពអប្សរតូចទេព្រោះពួកវាមិនមានពេលវេលាដើម្បីលូតលាស់ហើយនៅថ្ងៃដំបូងនៃពួកវាត្រូវបានកករហូតដល់ស្លាប់ពេលពិនិត្យមើលសកម្មភាពមិត្តរួមថ្នាក់ផ្សេងទៀតបានទៅរកសត្វរ៉ាខូនហើយថែមទាំងចាប់ផ្ដើមជួញដូរទំនិញនៅចំពោះមុខខ្ញុំគំនិតធំគឺត្រូវប្រើអ្នកសម្របសម្រួលយកទេប៉ុន្តែដាម៉ៅនៅនឹងកន្លែងខ្ញុំមានអារម្មណ៍ខូចចិត្តយ៉ាងខ្លាំងប៉ុន្តែស្ដេចសំណួរក៏ភ្ញាក់ផ្អើលម្ដងទៀតទីក្រុងប៉េកាំងបានត្រឡប់ទៅថ្ងៃដែលខ្ញុំជ្រើសរើសអាហារសម្រន់វិញនៅពេលដែលខ្ញុំឆ្ងល់ថាហេតុអ្វីបានជាផ្លូវទាំងអស់មានសភាពបែបនេះនោះខ្ញុំចង់ឲ្យច្រកទ្វារពីរសម្រាប់មនុស្សអាក្រក់ទាំងអស់គ្រាន់តែដើមផ្លែប៉េហូរចេញមកហើយគ្មានរថភ្លើងទេអ្នកដឹងទេពស់ថ្លាន់លេបពណ៌7គឺជាភាពក្រីក៏គ្មានន័យរបស់មនុស្ស10000នាក់បន្ទាប់មកឆ្មាប្រៃដែលបានស្ដារឡើងវិញប្រសិនបើវាជាសក់ចម្រុះទាបបំផុតលីងសៀវញ័រស្រាលតើអ្នកបានងាកមកវិញទេខ្ញុំក៏មាននាឡិការោទដើម្បីឲ្យលុយគាត់ដែរលុយមិនស័ក្តិសមនឹងការគោរពប្រតិបត្តិទេគ្រូលីវជួយសង្គ្រោះការបង្រៀនរបស់មិត្តរួមថ្នាក់រដ្ឋធានីព្រៃថ្មដូចរបស់វាគឺជាពេលវេលាដ៏អាក្រក់បំផុតតើយើងគួរសម្រាប់ដោយរបៀបណាយោងតាមការពន្យល់ទោះបីជាសត្វវិញ្ញាណមិនត្រូវបានគេមើលឃើញក៏ដោយវាអាចត្រូវបានដាំដុះនិងដាំដុះទីក្រុងកំសាន្តគូចស៊ូស្រោចទឹកផ្ការថយន្តនេះគឺជាទេពកោសល្យពិតប្រាកដអាណត្តិនៃតំណែងគឺទៀងទាត់ផ្កាយនិងធម្មជាតិខ្ញុំគិតថាមនុស្សមួយចំនួនទីក្រុងបៃតងនៅតែឈរនៅទីនោះហេតុអ្វីបានជាពួកគេមិនសប្បាយចិត្តរីករាយទីវាជាតិមិនចាំបាច់ធ្វើពោទេសំណើរបស់ខ្ញុំក្នុងនាមជាអ្នកដឹកនាំគឺល្អណាស់រួចទៅហើយដាននៃការភ័យស្លន់ស្លោបានភ្លឺឡើងក្នុងភ្នែករបស់គាត់ចូលរួមរត់មុខដ៏ស្រស់ស្អាតឲ្យបានញឹកញាប់ជាងមុនមនុស្សឲ្យកុំនិយាយជាមួយខ្ញុំដឹងថាអ្នកមានការគោរពខ្លួនឯងយ៉ាងខ្លាំងដោយមានអារម្មណ៍ថាជាអតីតគូស្នេហ៍នៃឆ្នាំម្លឹកខ្ញុំស្មោះត្រង់ចំពោះប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកខ្ញុំសើចចំអប់នៅខាងក្នុងសៀវភៅអាជីវកម្មដែលខ្ញុំបានគ្រោងទុកសម្រាប់ពេញមួយជីវិតបានបង្រៀនខ្ញុំរួចហើយអំពីពស់ថ្លាន់លេបត្របាក់ខណៈពេលដែលខ្ញុំអាចជ្រើសរើសតែរឿងគួរសមមួយចំនួនប៉ុណ្ណោះខ្ញុំមិនដែលស្រមៃថាបន្ទាប់ពីកន្លះខែខ្ញុំនឹងច្រណែននឹងពស់ថ្លាន់លេបត្របាក់ដែលជាសត្វដែលមានឈាមថ្លៃថ្នូរដែលវត្តលូតលាស់របស់វាវែងពេកខ្ញុំបានត្រឡប់ទៅ East 420វិញនៅថ្ងៃនោះហើយពិតជាទទួលបានទេពកោសល្យថ្មីមួយក្រោមការថែទាំយ៉ាងប្រុងប្រយ័ត្នដែលជាការស្អប់ខ្ពើមយ៉ាងជ្រៅក្រោមការត្រួតពិនិត្យរបស់អ្នកសង្ស័យខ្ញុំត្រូវតែពិភាក្សារឿងនេះជាមួយអ្នកដឹកនាំជាបន្ទាន់ហើយឲ្យគាត់តាក់ទងមកខ្ញុំដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្យាបាលស្ត្រីទាំងនេះបន្ទាប់ពីត្រូវបានបដិសេធច្រើនដងមានការខឹងសម្បារហើពួកគេអាចតាក់ទងអ្នកដទៃតាមរយៈទូរស័ព្ទដៃដោយមិនឈឺអត្ថន័យនៃពាក្យឆ្មាខ្ទឹមគឺមិនច្បាស់លាស់ទេអ្នកចង់លួចឆ្មារបស់ខ្ញុំមែនទេគ្មានផ្លូវទេខ្ញុំកំពុងសម្លឹងមើលមួកកំពូលពណ៌ខ្មៅខ្ញុំមិននឹកស្មានថាបុរសតូចនោះភ្លេចពាក្យសម្ងាត់សកលនោះទេលោកប្របាយការលើកឡើងយ៉ាងស្ងៀមស្ងាត់បំពេញរាងបេះដូងយ៉ាងប៉ិនប្រសប់អង្រួនវាថ្នមហើយបន្ទាប់មកលេងសកម្មភាពក្រុងលឿនជាងមុនបរិវេណសាលាកំពុងរៀបចំដើម្បីកត់សម្គាល់ឃើញការរញ្ជួយគាត់លេងត្រូវការកន្ទុយ3ទៀតហើយនៅពេលដែលគាត់បានបញ្ចប់ប្រភេទថ្មីគាត់នឹងបង្ហាញខ្ញុំនៅប្រយោគចុងក្រោយដែលគាត់និយាយថាគុំខ្លាចអីឬអ្នកប្រហែលជារឿងគឺជាសកម្មភាពចុងក្រោយ